5ចំណុចដែលត្រូវដឹងមុននឹងចេញធ្វើអាជីវកម្មដោយខ្លួនឯងតើអ្នកជាមនុស្សម្នាក់ដែលចង់ចេញធ្វើអាជីវកម្មដោយខ្លួនឯងឬលក់អនឡាញដើម្បីឲ្យមានចំណូលច្រើនមែនឬក៏អត់ប៉ុន្តែអ្នកដឹងទេថា80%នៃម្ចាស់អាជីវកម្មដែលទើបតែបើកថ្មីបរាជ័យមិនលើសពី2ឆ្នាំដំបូងកុំបារម្ភថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនពី5ចំណុចសំខាន់ដែលបងប្អូនត្រូវដឹងដើម្បីជៀសវាងការបរាជ័យនឹងជួយឲ្យអាជីវកម្មរបស់បងប្អូនទទួលបាននូវភាពរីកចម្រើនដូច្នេះសូមតាមដានវីដេអូនេះដល់ចប់ព្រោះចំណុចទី5គឺជាចំណុចល្អបំផុតដែលនឹងអាចធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលបានចំណុចទី1អ្នកត្រូវតែស្វែងយល់ពីទីផ្សាររបស់អ្នកតើអ្នកលក់អ្វីហើយអតិថិជនគោលដៅរបស់អ្នកជាអ្នកណាបើអ្នកចង់បើកហាងកាហ្វេតើអ្នកផ្ដោតលើនិស្សិតឬក៏បុគ្គលិកធ្វើការងារក្រុមហ៊ុនបើអ្នកមិនច្បាស់ថាអតិថិជនរបស់អ្នកចង់បានអ្វីអ្នកនឹងខាតលុយដោយសារតែអ្នកផលិតនៅផលិតផលដោយមិនស័ក្តិសមទៅនឹងតម្រូវការរបស់អតិថិជនរបស់អ្នកខ្ញុំឧទាហរណ៍ថាលក់សម្លៀកបំពាក់អនឡាញបើយើងផ្ដោតលើយុវជនដែលមានអាយុចាប់ពី18ទៅ25ឆ្នាំយើងអាចជាប្រើ social media ដូចជា TikTok ដើម្បីផ្សព្វផ្សាយនៃផលិតផលរបស់យើងព្រោះពួកគេចូលចិត្តមើលវីដេអូខ្លីៗប៉ុន្តែប្រសិនបើអតិថិជនរបស់អ្នកជាមនុស្សចាស់អ្នកគួរតែប្រើ Facebook ជំនួសវិញនៅក្នុងការធ្វើទីផ្សារនៃផលិតផលនោះចំណុចទី2គឺផែនការហិរញ្ញវត្ថុមុននឹងចាប់ផ្ដើមអាជីវកម្មយើងត្រូវដឹងថាតើយើងចំណាយប៉ុន្មានហើយអាចរកចំណូលបានប៉ុន្មាននៅក្នុងមួយខែបើអ្នកបើកហាងលក់នំអ្នកត្រូវតែគណនាថ្លៃគ្រឿងផ្សំជួលទីតាំងជួលបុគ្គលិកទឹកភ្លើងជាដើមបើអ្នកមិនមានផែនការច្បាស់លាស់នៅផ្នែកហិរញ្ញវត្ថុនេះទេអ្នកនឹងបរាជ័យជាក់ជាមិនខានខ្ញុំឧទាហរណ៍ថាយើងចង់លក់អាវយឺតអនឡាញយើងត្រូវចំណាយ$500សម្រាប់ស្តុកដំបូងនិង$100សម្រាប់ផ្សាយពាណិជ្ជកម្មបើយើងលក់អាវមួយ$15យើងត្រូវលក់ឲ្យបានរហូតដល់40អាវទើបធ្វើឲ្យយើងទទួលបាននៅដើមទុនត្រឡប់មកវិញដូច្នេះផែនការហិរញ្ញវត្ថុជួយឲ្យយើងមើលឃើញគោលដៅរបស់យើងបានកាន់តែច្បាស់ចំណុចទី3គឺរៀនពីភាពបរាជ័យអាជីវកម្មមិនអាចរលូនទៅមុខបានជារៀងរហូតជាដាច់ខាតហើយយើងនឹងជួបឧបសគ្គជាបន្តបន្ទាប់ប៉ុន្តែយើងអាចជៀសវាងពីកំហុសធំៗបើយើងរៀនពីអ្នកដទៃខ្ញុំនឹងលើកយកជាឧទាហរណ៍តាក់ទងនឹងរឿងរ៉ាវរបស់ Elon Musk នៅឆ្នាំ2008ក្រុមហ៊ុន Tesla របស់ Elon Muskជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរគាត់ស្ទើរតែខ្សែធនព្រោះគាត់វិនិយោគលុយច្រើនពេកលើការផលិតរថយន្តដោយមិនបានរៀបចំផែនការទីផ្សារគ្រប់គ្រាន់ប៉ុន្តែគាត់រៀនពីកំហុសនេះដោយផ្ដោតលើការបង្កើតផលិតផលដែលមានគុណភាពខ្ពស់និងទីផ្សារច្បាស់លាស់រហូតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុន Tesla ជាក្រុមហ៊ុនអគ្គិសនីលំដាប់កំពូលនៅលើពិភពលោកមេរៀនដែលយើងរៀនបានគឺអ្នកមិនចាំបាច់បរាជ័យដោយអ្នកដទៃតែអ្នកចូលសិក្សារឿងរ៉ាវនៃភាពបរាជ័យរបស់អ្នកដទៃហើយរៀបចំផែនការឲ្យច្បាស់ដើម្បីជៀសវាងពីកំហុសដែលអាចនឹងកើតនៅភាពបរាជ័យដោយអ្នកដទៃចំណុចទី4បណ្ដាញទំនាក់ទំនងអាជីវកម្មយើងមិនអាចធ្វើតែម្នាក់ឯងបានរហូតនោះទេយើងត្រូវតែស្គាល់អ្នកផ្គត់ផ្គង់អតិថិជនដៃគូអាជីវកម្មឧទាហរណ៍បើសិនជាយើងលក់នំប៉័ងយើងក៏ត្រូវតែស្គាល់អ្នកដែលផ្គត់ផ្គង់ស្រូវសាលីដែលអាចផ្គត់ផ្គង់នៅតម្លៃល្អឲ្យយើងបានឬសហការជាមួយនឹងហាងកាហ្វេដើម្បីយកនំរបស់យើងដែលផលិតបានយកទៅលក់នៅក្នុងហាងកាហ្វេដូចនៅក្នុងប្រទេសកម្ពុជាយើងអាចជាចូលរួមនៅក្នុងព្រឹត្តិការណ៍អាជីវកម្មនៅក្នុងស្រុកជាដើមឬក៏ការតាំងពិព័រណ៍ដើម្បីធ្វើឲ្យយើងអាចស្គាល់នៅអតិថិជនឬក៏ស្គាល់ជាមួយនឹងអ្នកដទៃខ្ញុំធ្លាប់ជួបម្ចាស់ហាងមួយចំនួនដែលពួកគាត់លក់ជាទឹកផ្លែឈើដោយសហការជាមួយនឹងហាងអាហារក្នុងស្រុកលទ្ធផលដែលពួកគាត់ទទួលបានគឺពួកគាត់អាចរកចំណូលទ្វេដងក្នុងរយៈពេលមិនលើសពី6ខែចំណុចទី5និងជាចំណុចសំខាន់បំផុតគឺត្រូវតែមានភាពអត់ធ្មត់តស៊ូសម្របខ្លួនទៅតាមស្ថានភាពអាជីវកម្មមិនមែនចេះតែដើររលូនទៅមុខទេហើយអ្នកត្រូវតែត្រៀមខ្លួនជាស្រេចសម្រាប់ឧបសគ្គតូចធំនិងភាពបរាជ័យដែលកើតឡើងពីកត្តាជាច្រើនដែលយើងនឹកស្មានមិនដល់ប៉ុន្តែមនុស្សដែលធ្វើអាជីវកម្មហើយទទួលបាននូវភាពជោគជ័យភាគច្រើនគឺពួកគេមិនបោះបង់និងសម្របខ្លួនគ្រប់កាលៈទេសៈដែលពួកគាត់នឹងបានជួបព្រោះដូចពេលបច្ចុប្បន្នគឺមានការផ្លាស់ប្ដូរលឿនមែនទែនប្រសិនបើយើងមិនអាចបត់បែនទៅតាមកាលៈទេសៈវានឹងងាយធ្វើឲ្យយើងប៉ះទង្គិចហើយនឹងធ្វើឲ្យយើងបរាជ័យចំពោះអាជីវកម្មរបស់យើងជាក់ស្ដែងដោយ Jack Ma ស្ថាបនិក Alibaba មុននឹង Alibaba ក្លាយទៅជាក្រុមហ៊ុនលំដាប់ពិភពលោក
គាត់បានបរាជ័យជាច្រើនដងខ្លាំងណាស់គាត់ធ្លាប់បើកក្រុមហ៊ុនអ៊ីនធឺណិតតូចមួយប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍គាត់ត្រូវបានគេបដិសេធជាច្រើនដងទាំងការងារទាំងការវិនិយោគប៉ុន្តែ Jack Ma មិនបោះបង់គាត់សម្របខ្លួនដោយសិក្សាពីទីផ្សារអនឡាញនិងបង្កើត Alibaba ដែលផ្ដោតលើអាជីវកម្មខ្នាតតូចសពថ្ងៃនេះគាត់ក្លាយទៅជាមហាសេដ្ឋីកំពូលនៅក្នុងប្រទេសចិនប្រសិនបើអ្នកចង់ក្លាយទៅជាម្ចាស់អាជីវកម្មដែលទទួលបាននូវភាពរីកចម្រើនហើយនឹងភាពជោគជ័យសូមអ្នកកុំខ្លាចនៅការបរាជ័យអ្នកអាចជាសួរខ្លួនឯងថាបើជួបបញ្ហាមួយនេះខ្ញុំត្រូវដោះស្រាយយ៉ាងដូចម្តេចមានអ្នកណាខ្លះអាចជួយខ្ញុំបានហើយអ្នកបន្តធ្វើវាកុំចោះចាញ់ឧទាហរណ៍បើអ្នកលក់អនឡាញហើយអតិថិជនមិនព្រមទិញផលិតផលរបស់អ្នកអាចជាសាកល្បងផ្លាស់ប្ដូរពីរបៀបធ្វើវីដេអូឬបន្ថែមនៅការផ្ដល់ជូនពិសេសទៅកាន់អតិថិជនរបស់អ្នកបងប្អូនទាំងអស់គ្នានេះគឺជា5ចំណុចដែលបងប្អូនទាំងអស់គ្នាត្រូវតែដឹងប្រសិនបើបងប្អូនកំពុងតែធ្វើអាជីវកម្មឬក៏បងប្អូនចង់ចាប់ផ្ដើមធ្វើអាជីវកម្ម5ចំណុចសំខាន់ទាំងអស់នេះដូចជាស្វែងយល់ពីទីផ្សាររៀបចំផែនការហិរញ្ញវត្ថុរៀនពីភាពបរាជ័យបង្កើតបណ្ដាញទំនាក់ទំនងនិងភាពអត់ធ្មត់តស៊ូហើយនឹងការសម្របខ្លួនទៅតាមបច្ចេកវិទ្យាបើបងប្អូនទាំងអស់គ្នាអនុវត្តទាំង5ចំណុចនេះខ្ញុំជឿជាក់ថាបងប្អូននឹងជៀសផុតពីបញ្ហាតូចធំនិងធ្វើឲ្យអាជីវកម្មរបស់បងប្អូនរីកចម្រើនជាក់ជាមិនខានបើបងប្អូនចូលចិត្តនៅវីដេអូប្រភេទនេះសូមបងប្អូនចុច like ឬក៏ចុច subscribe Channel របស់យើងដើម្បីទទួលបាននូវគន្លឹះអាជីវកម្មជារៀងរាល់ថ្ងៃ